ấy bạn như một miền lớn sạch về phong thế chà trên play cách bù lại còn điện tục tục nè ta cây tức là tức cái mà tức cái tu mà chôn cào nè nhảyចាសូមជាសួរលោកតានិយាយអមពូមិញនៅបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម Facebook ចាពេលនេះនាងខ្ញុំក្រុមកម្មជាតិទីស្រឡាញ់រួមនឹងលោកពូអាញាធរដែលមានបាទឆៃនរិទ្ធបាទចាសូមណែនាំក្រុមការងារក្រុមប្រឹក្សាស្រុកសង្កែបាទចាហើយលោកពូខ្ញុំឈ្មោះខែមសិដ្ឋាជាក្រុមប្រឹក្សាស្រុកសង្កែមកពីគណៈបកសង្គ្រោះជាតិចាខ្ញុំគួរត្រណោកជាជំទប់ទី2គុំប្រការបាទមកពីគណៈបកសង្គ្រោះជាតិចាអានេះម៉ាក់ខ្ញុំចាអានេះគឺមានអំណរមែនតើដោយសារយើងបានផវិកាពីគណៈបកសង្គ្រោះជាតិនៅអូស្ត្រាលីចាដែលបានជួយឧបត្ថម្ភដល់ដងទឹកប្រជាជនដែលគាត់កំពុងតែខ្វះខាតទឹកនៅតំបន់នេះហៅភូមិបាត់ដំបងឃុំលកាស្រុកសង្កែខេត្តបាត់ដំបងចាអញ្ចឹងក្រៅពីបើកឲ្យប្រើដងទឹកទៅយើងនឹងមានក្របពូជសម្រាប់ជួយពួកគាត់ក្នុងការអញ្ចឹងចាសូមមើលទឹកបន្តិចព្រោះទឹកថ្លាល្អហើយចាមើលម៉ាក់ជើងដល់នេះផ្ទះគាត់ចង់ពេលភ្លៀងមើលថ្លាល្អថ្លាមែនតើចាច្រើនបានទឹកចាបានទឹកថ្លាល្អបងអូតែដៃទាំងអស់គ្នាមួយច្រើនឥឡូវនេះយើងមានចាក្របពូជអញ្ចឹងសម្រាប់ចែកបងប្អូនជាពលរដ្ឋនៅទីនេះដែលអត់ទឹកហើយលើបានទឹកប្រើប្រាស់យើងដាំទាំងអស់គ្នាដើម្បីសុខភាពល្អព្រោះកាលណាយើងទិញពីក្រៅមកគឺសុខភាពមីឯងអញ្ចឹងយើងដាំដើម្បីហូបខ្លួនឯងហើយអាចសោះយកទៅលក់បន្តទៀតចឹងជួយបងប្អូនយើងនៅទីនេះច្រើនហើយខ្ញុំសូមអរគុណដល់គណៈបកមកពីខាងអូស្ត្រាលីផ្នែកខាងគណៈបកសង្គ្រោះជាតិបានជួយកូនចៅគឺខ្ញុំត្រេកអរអីគេបានទេបានដងទឹកប្រើចាហើយពេលបានប្រើនេះបាននេះទៅទៀតឲ្យពោកាត់ជោគជ័យចាឲ្យបានក្តីសុខក្តីចម្រើនឲ្យជួយកូនចៅទៅណាមកណាបានប្រកបដោយបំណងចាចាចាពូដែលគាត់ជាអាញាធននៅទីនេះចាមានពាក្យពេចន៍ទីប្រាប់យ៉ាងម៉េចសូមជម្រាបសួរដល់បណ្ដាវិស្វករដែលនៅអូស្ត្រាលីជាម្ចាស់អំណោយដែលមកពីគណៈបកសង្គ្រោះជាតិនៅអូស្ត្រាលីឥឡូវខ្ញុំជាជំទប់ទី2គុំលកាខ្ញុំសូមថ្លែងអំណរគុណដែលលោកនៅក្រៅប្រទេសនិងមានទឹកចិត្តមកជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្វះទឹកនៅទីនេះឥឡូវបានជួយម្ដងមួយដល់ភូមិយើងខ្ញុំហើយនឹងបន្តទាំងអស់ផងដែរហើយមានតតាមនៅវីដេអូឃ្លីបបន្តិចចែកចាយដល់ប្រជាពលរដ្ឋខ្ញុំសូមថ្លែងអំណរគុណដល់គណៈបកសង្គ្រោះជាតិដែលបានជួយគ្រប់សង្គ្រោះជាតិដែលបានជួយដល់ប្រជាពលរដ្ឋយើងក្នុងជុំវិញទាំងអស់នៅភូមិពោធិ៍បាត់ដំបងនេះបន្តទៅនេះខ្ញុំសូមឲ្យគណៈបកសង្គ្រោះជាតិនឹងជួយបន្តទៅទៀតដើម្បីឲ្យប្រជាពលរដ្ឋយើងបានចម្ងាយពីនេះទៅឬ2គីឡូបន្តទៅទៀតដើម្បីមានដងស្នប់បន្តទៅទៀតខ្ញុំសូមថ្លែងអំណរគុណហើយខ្ញុំសូមបញ្ចប់ហើយសូមជូនពរចាគណៈបកសង្គ្រោះជាតិដែលនៅប្រទេសអូស្ត្រាលីដែលប្រជាពលរដ្ឋយើងរស់នៅប្រទេសអូស្ត្រាលីដើម្បីជួយដល់ប្រជាពលរដ្ឋយើងសូមអរគុណនិងសូមជូនពរសិទ្ធិពលទាំងយុវណៈសុខៈវលៈសំបីក្នុងទីឡើយសាធុដំណើរការឲ្យចេះបានទៅមុខរហូតចាយើងខ្ញុំដាល់វីតំណាងក្រុមកម្មជាទីស្រឡាញ់ចាសូមថ្លែងអំណរគុណដល់បកសង្គ្រោះជាតិនៅអូស្ត្រាលីដែលបានជួយឧបត្ថម្ភចាអណ្ដូងទឹកហើយមិនមែនតែមួយទេស្ពីហើយនៅគាត់នឹងជួយបន្តទៀត
ដែលគាត់ផ្ដល់ដំណឹងមកចាអញ្ចឹងអរគុណខ្លាំងមែនតើដែលពួកយើងមានដំណងខ្លាំងណាស់ដែលបានទឹកប្រើប្រាស់នេះហើយទឹកស្អាតអញ្ចឹងគាត់ត្រេកអរមែនតើធម្មតាគឺពួកគាត់អត់មានទឹកទេហើយតាមអូតាមអីហ្នឹងវាល្អមែនតើជាងកាហ្វេទៅដល់គោទៀតអញ្ចឹងគាត់បានទឹកឌីមតិចតិចមកល្អពេលភ្លៀងអន អូជាបរិបទយើង ចា សូមជើញ បាទខ្ញុំខណ្ឌសិដ្ឋាជំរាបសួរខ្ញុំជាក្រុមប្រឹក្សាស្រុកមកពីគណៈបកសង្គ្រោះខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលនៅក្នុងប្រទេសអូស្ត្រាលីជួយអំណោយដល់ពួកយើងខ្ញុំដែលនៅទីនេះកំពុងតែរងភាពរាំងស្ងួតអស់រយៈពេលដ៏យូរដោយនៅពេលនេះជាពេលរដូវភ្លៀងប៉ុន្តែមេឃมันមានភ្លៀងតតែសោះធ្វើឲ្យប្រជាជនអត់មានទឹកប្រើចាទឹកភ្លៀងក៏ចូលដីអស់ហើយក៏ល្អពិបាកការប្រើប្រាស់ដែរស្រូវដំណាំចាងាប់អស់វាលពេញវាលស្រែអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានយកចិត្តទុកដាក់ជួយបងប្អូននៅក្នុងភូមិនេះឃុំនេះឲ្យមានទឹកប្រើមានទឹកស្អាតប្រើអញ្ចឹងខ្ញុំសូមអរគុណម្ដងទៀតហើយខ្ញុំនឹងជូនពរឲ្យមានសេចក្តីសុខសុខភាពល្អរស់ស៊ីមានបានហើយនឹងមានលុយផ្ញើឲ្យពួកខ្ញុំចុះធ្វើអណ្ដូងជូនប្រជាពលរដ្ឋទៀតសូមអរគុណបាទច្រើនមែនតើចាអរគុណឥឡូវចាប់ផ្ដើមចែកចាឥឡូវយើងទាំងអស់គ្នាចែកក្របពូជចាមានស្បៃមានតកួនគឺជាកញ្ចប់អត់មានកំប៉ុងទេអញ្ចឹងស្បៃនេះចាស្រឡាញ់អីគេចាញ់មើលអ៊ំមិនហើយកន្លែងបង្ការសក់មុខចាគ្រប់គ្រាន់អញ្ចឹងមើលតាមស្រឡាញ់ចង់បានអីយកទៅពិសាគាត់ស្រឡាញ់អីយកហ្នឹងបាទហើយចៃនំក្មេងៗទៅឲ្យគាត់បានទៅមុនចាចង់ញ៉ាំហើយអត់អស់ខ្លួននេះហើយញ៉ាំនំបាយចិត្តឯអូនចិត្តអត់បាយចិត្តអត់បានទៅប្រើប្រាស់ធ្វើមកអីចឹងយកដងទៅវិញឥឡូវអរគុណអរេចាជុំមុនដៃនេះតគួនមក